នេះបន្លែធម្មជាតិនៅបឹងប្រាសាទបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពលោកគ្រូជួនបរិយគាត់កំពុងតែធ្វើការកាត់បន្លែធម្មជាតិនៅគម្រោងដីក៏ដូចជាផ្ទះលំហែបឹងប្រាសាទអំណាក់ខ្ញុំបាទអានេះដាំផ្ទាល់ខ្លួនណាហើយយើងដាំលក្ខណៈគ្រួសារឥឡូវនេះឲ្យកូនមកពីរៀនមកដាំកាត់បន្លែកាត់ស្ពៃល្អមែនតើបាទសម្រាប់ការរស់នៅបែបសាមញ្ញតែមានន័យបាទសម្រាប់ពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាចឹងឥឡូវនេះក៏មានភ្ញៀវមកមើលបន្តទៀតហើយអូល្អមែនតើលោកគ្រូភ្ញៀវនៅខាងក្រោយខ្នងជិះ Range Rover មកលោកគ្រូល្អមែនតើគាត់ឃើញសកម្មភាពពិតហ្មងលោកគ្រូបាទយើងទិញអានឹងញ៉ាំអូនេះទោះជើញភ្ញៀវជើញមកហើយក៏សុំថតបន្តិចបាទចឹងទស្សនភាពទេសភាពក៏ដូចជាអាកាសធាតុបាទអំណោយផលជាមួយនឹងការរស់នៅការសម្រាប់លំហែបែបចាស់ទុំបាទចឹងនៅក្នុងទីតាំងដីនេះមានសួនបន្លែមួយក៏ដូចជាមានកូនស្រះទឹកមួយហើយទំហំដីនៅក្នុងវីដេអូដែលខ្ញុំធ្វើការថតរីវីវជូនពុកម៉ែបងប្អូនលោកយាយលោកតាមើលហ្នឹងគឺមានទំហំ20ក៏នឹង20បាទនេះព្រំដីនៅជ្រុងខាងនេះមួយហើយនៅជ្រុងខាងនេះមួយបាទទំហំដី20ក៏នឹង20បាទក្រុមហ៊ុនមានការរៀបចំហ្វ្រីជូននៅរបងមួយជុំរួមទាំងកញ្ចុះស្បូវមួយផងដែរហើយតម្លៃត្រឹមតែ 25,000 ទេបងប្អូនធ្វើការកក់ឥឡូវនេះនឹងទទួលបានបាទទីតាំងល្អពិសេសមែនតើបាទដើមឆាត់មួយដើមបាទសួនស្មៅកញ្ចុះរបងសួនបន្លែកូនស្រះទឹកនេះមិនទាន់រៀបចំហើយណាបាទគ្រូអ្នកគ្រូទាំងអស់គ្នាបើហើយគឺកាន់តែពិសេសតែម្ដងបាទសូមអរគុណច្រើន